សួស្តីបងប្អូនទាំងគ្នានៅទីនេះគឺខ្ញុំនឹងធ្វើការបង្ហាញបងប្អូនវិធីងាយៗក្នុងការពិនិត្យទៀងទាត់លទ្ធផលឆ្នោតកម្មវិធីក្នុងសំណាងរបស់សហរដ្ឋអាមេរិកនេះហើយជាទូទៅគឺបងប្អូនយើងជាច្រើនបានដឹងពីរបៀបនៃការចូលទៅពិនិត្យទៀងទាត់នេះហើយប៉ុន្តែដោយសារមានបងប្អូនយើងមួយចំនួនគាត់បានស្នើសុំខ្ញុំឲ្យធ្វើការបង្ហាញនៅរបៀបដែលគេយើងអាចឆែកឬក៏ទាញយកនៅលេខកូដសម្ងាត់អីនេះជាដើមដូច្នេះខ្ញុំនឹងធ្វើវីដេអូងាយៗដើម្បីឲ្យបងប្អូនអាចចូលទៅធ្វើការអនុវត្តក្នុងការទៀងទាត់មើលលទ្ធផលនៃកម្មវិធីឆ្នោតផ្សងសំណាងនេះគឺដំបូងបងប្អូនចូលទៅក្នុង website ដែលមានឈ្មោះថា dvprogram.state.gov នៅទីនេះបងប្អូនគ្រាន់តែវាយនៅក្នុង Google ឬក៏បងប្អូនវាយ website នេះបងប្អូននឹងចូលទៅដល់គេហទំព័រជាផ្លូវការដែលបងប្អូនអាចឆែកមើលលទ្ធផលនៅកម្មវិធីឆ្នោតនេះបន្ទាប់មកបងប្អូនចុចនៅពាក្យ check status នៅទីនេះរួចបងប្អូនចុចពាក្យ continue នៅទីនេះគឺជាព័ត៌មានសំខាន់ចំនួន3ដែលបងប្អូនត្រូវមានជាចាំបាច់បើបងប្អូនមិនបានបញ្ចូលបានត្រឹមត្រូវនៅចំណុចណាមួយនោះទេបងប្អូនមិនអាចដឹងឬក៏បងប្អូនមិនអាចឆែកមើលលទ្ធផលនៅក្នុងការប្រកាសលទ្ធផលឆ្នោតនេះបានទេទី1គឺលេខ confirmation number លេខកូដសម្ងាត់ដែលបងប្អូនបានចុះឈ្មោះកាលពីពេលលេងឆ្នោតបងប្អូនត្រូវប្រកាសថាត្រូវបំពេញឲ្យបានត្រឹមត្រូវនៅទីនេះទី2គឺនាមត្រកូលបងប្អូនដាក់តែនាមត្រកូលទេមិនអាចដាក់ឈ្មោះពេញនាមត្រកូលនាមខ្លួនយើងឬក៏នាមខ្លួនយើងនោះទេបងប្អូនត្រូវតែបំពេញនាមត្រកូលជាដាច់ខាតនៅទីនេះនិងទី3គឺដាក់តែឆ្នាំកំណើតឥឡូវដោយសារតែខ្ញុំមានព័ត៌មានទាំងអស់នេះគឺខ្ញុំនឹងធ្វើការ copy យកមកដាក់តែម្ដងនេះគឺជាលេខកូដសម្ងាត់ហើយជាការងាយស្រួលប្រសិនបើបងប្អូនរក្សានៅលេខកូដសម្ងាត់របស់ខ្លួនតាមរយៈនៅជាអត្ថបទអីជាដើមដូចខ្ញុំបានបង្ហាញនៅទីនេះបងប្អូនមិនមានការភ័យខ្លាចថាយើងបំពេញនៅចំណុចលេខកូដសម្ងាត់នេះខុសទេប៉ុន្តែប្រសិនបើបងប្អូនមានលេខកូដសម្ងាត់ជាលក្ខណៈរូបភាពបងប្អូនត្រូវតែវាយបញ្ចូលដោយដៃហើយត្រូវប្រកាសថាលេខនិងអក្សរនីមួយៗបងប្អូនវាយឲ្យបានត្រឹមត្រូវប្រសិនបើបងប្អូនវាយមិនបានត្រឹមត្រូវគឺបងប្អូននឹងមិនអាចមានលទ្ធភាពឆែកមើលលទ្ធផលបានទេហើយទី2គឺបងប្អូនមិនពេញនៅនាមត្រកូលដូចខ្ញុំបានបញ្ជាក់គឺបំពេញតែនាមត្រកូលទេគឺនៅទីនេះហើយទី3គឺបំពេញឆ្នាំកំណើតរបស់យើងអញ្ចឹងបងប្អូនពេលបងប្អូនបំពេញនៅចំណុចទាំង3នេះហើយគឺនៅចុងក្រោយនេះគឺបងប្អូនត្រូវបំពេញនៅអក្សរឬក៏លេខដែលបានបង្ហាញនៅទីនេះបើសិនបើក្នុងករណីបងប្អូនមិនអាចពិនិត្យមើលថាអក្សរនិងលេខនឹងវាច្បាស់លាស់ទេបងប្អូនអាចចុចនៅប៊ូតុងមួយនេះដើម្បីឲ្យវា generate បង្កើតនៅអក្សរនិងលេខថ្មីដូចនៅទីនេះបើសិនបើបងប្អូនឃើញថាអក្សរនិងលេខហ្នឹងគឺងាយស្រួលក្នុងការអានហើយបងប្អូនយកនៅទីនេះមានអក្សរ N W Y លេខ9លេខ3ហើយនិងអក្សរ P ហើយបន្ទាប់បងប្អូនគ្រាន់តែពាក្យចុចពាក្យ submit នៅទីនេះបងប្អូននឹងឃើញលទ្ធផលតែម្ដងដោយបងប្អូនបានឃើញនៅអេក្រង់នេះគឺផ្អែកទៅលើលទ្ធផលឆ្នោតផ្សងសំណាងហ្នឹងព័ត៌មានដែលយើងបានបញ្ចូលហ្នឹងគឺមិនត្រូវបានគេចាប់ចំឈ្មោះយើងទេមានន័យថាយើងមិនបានជាប់នៅក្នុងកម្មវិធីឆ្នោតផ្សងសំណាងរបស់សហរដ្ឋអាមេរិកនេះទេឥឡូវចូលបង្ហាញបងប្អូននៅចំណុចនោះទៀតគឺតាក់ទងជាមួយនឹងថាប្រសិនបើយើងមិនច្បាស់ថាលេខកូដសម្ងាត់របស់យើងនឹងជាលេខអ្វីឬក៏យើងបាត់នៅលេខកូដសម្ងាត់នឹងជាដើមវិធីងាយៗគឺនៅតែមានគឺបងប្អូនត្រូវចូលទៅក្នុង website ដដែលនេះគឺ dvprogram.state.gov ហើយចុចពាក្យ continue នៅទីនេះបងប្អូនឃើញមានជម្រើសមួយនេះគេដាក់ forgot confirmation number អញ្ចឹងនៅទីនេះបងប្អូនត្រូវចុចពាក្យនេះទៅដោយសារតែបងប្អូនមិនប្រកាសថាលេខកូដសម្ងាត់ដែលបងប្អូនមាននៅក្នុងដៃហ្នឹងវាយបានបញ្ចូលឬបានត្រឹមត្រូវអត់ឬក៏នៅតែមានបញ្ហាក្នុងការឆែកហ្នឹងមានន័យថាលេខហ្នឹងគឺអាចខុសនៅកន្លែងណាមួយឬក៏បងប្អូនបាត់បង់នៅលេខកូដសម្ងាត់នេះតែម្ដងបងប្អូនអាចប្រើវិធីចុចនៅប៊ូតុង forgot confirmation number នេះដើម្បីទាញយកនៅលេខកូដសម្ងាត់នោះមកវិញនៅទីនេះបងប្អូនត្រូវចុចមើលឆ្នាំបងប្អូននៅមានលទ្ធភាពស្វែងរកលេខកូដសម្ងាត់នៅក្នុងកម្មវិធីឆ្នោតផ្សងសំណាងពី2025
ប៉ុន្តែឥឡូវនេះគឺយើងឆែកនៅក្នុងឆ្នាំ2026សម្រាប់បងប្អូនដែលបានលេងកាលពីឆ្នាំទៅសម្រាប់ physical year ឆ្នាំ2026ដូច្នេះវាបានឆែកហើយបងប្អូនមិនចាំបាច់ឆែកខាងវិញទេហើយព័ត៌មានសំខាន់ដែលបងប្អូនត្រូវបំពេញនៅទីនេះគឺសម្រាប់ឈ្មោះយើងត្រូវដាក់ត្រកូលហើយនៅឈ្មោះរបស់យើងអញ្ចឹងយើងមើលនៅទីនេះគឺត្រកូលមួយនេះខ្ញុំ copy ដាក់បើសិនតែបងប្អូនចាំកូលរបស់ខ្លួនយើងដាក់តែម្ដងទៅហើយឈ្មោះរបស់យើងហ្នឹងគឺនៅកន្លងទី2បន្ទាប់មកឈ្មោះកណ្ដាលជាទូទៅខ្មែរយើងមិនមានទេដូច្នេះបងប្អូនអាចចុចនៅ option no middle name នៅទីនេះហើយសម្រាប់ថ្ងៃខែឆ្នាំកំណើតបងប្អូនដាក់ឲ្យបានត្រឹមត្រូវគឺទី1គឺដាក់ខែទី2ដាក់ថ្ងៃទីហើយទី3គឺដាក់ឆ្នាំដូច្នេះយើងមើលព័ត៌មានរបស់បេក្ខជនម្នាក់នេះគឺគាត់កើតនៅខែ9ទី18 2006ដូច្នេះខ្ញុំវាយបញ្ចូលតែម្ដងគឺ09 18 2006បាទបន្ទាប់មកគឺព័ត៌មានចាំបាច់មួយទៀតគឺ email បើសិនបើបងប្អូនគ្មាន email ដែលបានប្រើប្រាស់ការពីចុះឈ្មោះលេខឆ្នោតទេគឺបងប្អូនអត់អាចមានលទ្ធភាពទទួលបាននៅលេខកូដសម្ងាត់បានទេដូច្នេះបងប្អូនត្រូវតែដាក់ email នោះឲ្យបានត្រឹមត្រូវដូចដែលបងប្អូនបានលេងនៅកម្មវិធីឆ្នោតអញ្ចឹងហើយនៅទីនេះគឺមាន email មួយនេះគឺខ្ញុំ copy យកតែម្ដងហើយយើងបោកបញ្ចូលនៅទីនេះហើយចុងក្រោយបំផុតគឺបងប្អូនត្រូវវាយពាក្យនិងអក្សរនៅទីនេះដូចខ្ញុំបានបង្ហាញពីខាងដើមបើសិនបើពិបាកមើលនៅកន្លែងនេះបងប្អូនចុចពាក្យប៊ូតុងនេះដើម្បីឲ្យវាបង្កើតនៅលេខកូដថ្មីហើយឥឡូវយើងមានអក្សរ P O Y A ហើយនឹងលេខ3ចុងក្រោយបងប្អូនចុចពាក្យ submit បងប្អូនឃើញទេគឺនៅពេលដែលយើងបានពេញនៅព័ត៌មានបានត្រឹមត្រូវគឺវាបានបង្កើតនៅទាញយកលេខ confirmation លេខកូដសម្ងាត់ដែលបងប្អូនបានបាត់ឬក៏បងប្អូនមិនច្បាស់នៅចំណុចណាមួយដែលបងប្អូនមាននឹងដែលបំពេញបានត្រឹមត្រូវនឹងគឺនេះគឺជាលេខកូដដែលត្រឹមត្រូវហើយបន្ទាប់មកបងប្អូនអាចឆែកមើលលទ្ធផលបានហើយគ្រាន់តែបន្តចុះមកក្រោមវាយនៅអក្សរឬក៏លេខដែលបានបង្ហាញនៅទីនេះគឺអក្សរ A V លេខ8ហើយនឹងអក្សរ E ហើយចុចពាក្យ submit ឃើញហើយព័ត៌មានដែលយើងបានឆែកមើលផ្ទៀងផ្ទាត់មើលលទ្ធផលហ្នឹងគឺមិនត្រូវបានជាប់ទេនៅក្នុងឆ្នាំនេះនេះគឺជាវិធីងាយៗដែលបងប្អូនអាចសាកល្បងបានដោយខ្លួនឯងអរគុណសូមជម្រាបលា